មានរឿងអ្វីកើតឡើងបើ Lionel Messi មិនបានចូលរួមជាមួយ Barcelona សប្តាហ៍ថ្ងៃ Lionel Messi នៅបានគេចាត់ទុកជាកីឡាករល្អបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្របាល់ទាត់ប៉ុន្តែតើអ្នកធ្លាប់គិតទេថានឹងមានអ្វីកើតឡើងប្រសិនបើ Barcelona មិនបានចុះកិច្ចសន្យាជាមួយគាត់កាលពីនៅក្មេងនឹងអាយុ13ឆ្នាំ Messi បានធ្វើដំណើរពីអាឡង់ទីនទៅអេស្ប៉ាញដើម្បីស្វែងរកឱកាសក្នុងអាជីពបាល់ទាត់ Barcelona បានទទួលយកគាត់ជួយចំណាយថ្លៃព្យាបាលបញ្ហាអរម៉ូនលូតលាស់ដែលជាបញ្ហាធំមួយក្នុងជីវិតរបស់គាត់ប៉ុន្តែបើរឿងនោះមិនកើតឡើងប្រហែលជា Messi អាចនឹងលេងឲ្យក្លឹបផ្សេងនៅអាឡង់ទីនឬអឺរ៉ុប Barcelona ប្រហែលជាមិនមានសម័យមាសដ៏អស្ចារ្យនៅចន្លោះឆ្នាំ2008ដល់2015ទេការប្រកួតរវាង Messi និង Cristiano Ronaldo ក៏ប្រហែលជាមិនคล้ายជាការប្រកួតដ៏ល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ដែរតើអ្នកគិតថានៅតែអាចคล้ายជា God បានដែរឬទេប្រសិនបើគ្មាន Barcelona សេមតិរបស់អ្នកខាងក្រោម